ខ្មែរអាចធ្វើបានមានរឿងអ្វីដែលខ្មែរធ្វើមិនបានប្រាសាទ1080ខ្មែរនៅតែអាចធ្វើបានស្ពានកំពង់ក្តីកសាងតាំងពីសតវត្សទី12នៅតែបន្តប្រើប្រាស់ដល់បច្ចុប្បន្នសួរថាអស្ចារ្យគឺអស្ចារ្យចិនមានកុងហ្វូជប៉ុនមានការ៉ាតេកូរ៉េមានតៃក្វាន់ដូខ្មែរជាពូជអម្បូរគុនល្បុក្កតោបើនិយាយអំពីវប្បធម៌អក្សរសាស្ត្រនិងទស្សនវិជ្ជាវិញយើងយកមកតាំងពីពណ៌7យប់7ថ្ងៃក៏នៅតែរៀបរាប់មិនអស់អំពីភាពអស្ចារ្យរបស់ខ្មែរដែរឆ្លងកាត់សម័យសង្គ្រាមដោយច្រើនដំណរខ្មែរយើងនៅតែអាចរស់បាននៅតែអាចក្រោកឈរកាន់ទង់ជាតិបង្ហាញពិភពលោកថាខ្មែរយើងជាពូជដ៏អស្ចារ្យជាពូជអ្នកចម្បាំងមិនចេះស្លាប់បើយើងនិយាយអំពីឆ្នាំ1953ដល់63គឺជាសម័យកាលដែលខ្មែរអាចធ្វើបានអាចផលិតអ្វីៗសឹងតែបានទាំងអស់មកទល់នឹងបច្ចុប្បន្នការនាំចូលច្រើនពេករហូតធ្វើឲ្យខ្មែរយើងភ្លេចអំពីការផលិតនៅក្នុងស្រុកខ្មែរយើងមួយចំនួនអាចផលិតបានហើយក៏យើងភ្លេចទាំងគ្រប់គ្រងភ្លេចទាំងឲ្យតម្លៃទៅទៀតទាំងវិស័យកសិកម្មឧស្សាហកម្មនិងសំណង់រីស្គូស្គីវាស្របជាមួយនឹងប្រទេសយើងដែលគេហៅឈ្មោះថាជាប្រទេសដែលកំពុងអភិវឌ្ឍប៉ុន្តែសួរថាខ្មែរប្រមាណអ្នកដែលដឹងថាបំពង់ទីផ្សារខ្មែរយើងអាចធ្វើបានមានរោងចក្រផលិតនៅក្នុងស្រុកហើយជារោងចក្រដែលផលិតដោយកូនខ្មែរទៅទៀតចំណុចនេះដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដែលជាខ្មែរដូចគ្នានឹងចេះស្រឡាញ់ចេះគាំពៀននិងចេះផលិតនិងចេះឲ្យតម្លៃគ្នាទៅវិញទៅមកដោយបច្ចុប្បន្នភាពចឹងក្រុមហ៊ុន UPG ផៃដែលជាក្រុមហ៊ុនកូនខ្មែរគាត់អាចផលិតបំពង់ទីផ្សារសញ្ញាអន្តរីដែលមានកម្រិតស្តង់ដារ ISO 9001 2015ជាស្តង់ដារអន្តរជាតិជាក់ស្ដែងទៅបំពង់ទីផ្សារនេះវាមានគុណភាពផលិតនៅក្នុងស្រុកខ្មែរមែនប៉ុន្តែស្តង់ដារគឺបែបអន្តរជាតិហើយបងប្អូនសួរថាខ្ញុំមិនមែនចង់គ្រប់គ្រងផលិតផលខ្មែរប៉ុន្តែខ្ញុំខ្លាចផលិតផលដែលផលិតដោយកូនខ្មែរនេះវាគ្មានគុណភាពអញ្ចឹងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកទស្សនានៅវីដេអូមួយដែលខ្ញុំនឹងអញ្ជើញកីឡាករដែលគាត់ទទួលបានមេដាយប្រាក់ជើងឯកអាស៊ីអាគ្នេយ៍ហើយគាត់នឹងឡើងជាន់នៅលើបំពង់ទីផ្សារឲ្យបងប្អូនទាំងនេះបានឃើញថាតើភាពរឹងស្វិតធន់របស់បំពង់ទីផ្សារសញ្ញាអន្តរីដែលផលិតឡើងដោយកូនខ្មែរយើងនឹងវាមានភាពអស្ចារ្យកម្រិតណាជាចុងក្រោយខ្ញុំពិតជាមានមោទកភាពចំពោះក្រុមហ៊ុន UPG ផៃដែលជាក្រុមហ៊ុនកូនខ្មែរដែលគាត់មានលទ្ធភាពនិងសមត្ថភាពអាចផលិតបំពង់ទីផ្សារដោយខ្លួនឯងបានហើយជាពិសេសនោះគឺបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសនិងនាំចេញទៅក្រៅប្រទេសនាពេលអនាគតទៀតវាសមនឹងពាក្យថាខ្មែរអាចធ្វើបានប្រទេសតូចតែបេះដូងធំបំពង់ទីផ្សារសញ្ញាអន្តរីគឺជានិមិត្តសញ្ញានៃគុណភាពរឹងជាងធន់ជាងស្វិតជាង